ខ្ញុំចូលចិត្តថង់ប្លាស្ទិកបងប្អូនក៏ចូលចិត្តថង់ប្លាស្ទិកទាំងអស់គ្នាសុទ្ធតែប្រើប្រាស់ថង់ប្លាស្ទិកដែលដាក់ចំណីអាហារក្តៅឬភេសជ្ជៈក្តៅប៉ុន្តែអស់លោកលោកស្រីបងប្អូនអរគ្នាដឹងទេថាប្លាស្ទិកដាក់ភេសជ្ជៈក្តៅចំណីអាហារក្តៅប៉ះពាល់សុខភាពដែរឬទេពិតជាប៉ះពាល់គឺអាចធ្វើឲ្យយើងប្រឈមនឹងការជំងឺមហារីកការដែលប្រើប្រាស់ថង់ប្លាស្ទិកសម្ភារៈប្លាស្ទិកដាក់ភេសជ្ជៈក្តៅចំណីអាហារក្តៅគឺប្រកាសណាស់មានឯកសារយោងជាច្រើនថាវាជាប់ទាក់ទងទៅនឹងអាចធ្វើឲ្យយើងកើតជំងឺមហារីកនិងជំងឺអរម៉ូនផ្សេងៗផងដែរហេតុអីបានជាយកសម្ភារៈប្លាស្ទិកដាក់ចំណីអាហារក្តៅភេសជ្ជៈក្តៅអាចជាកើតជាជំងឺមហារីកដំបូងបងប្អូនត្រូវដឹងថាសម្ភារៈប្លាស្ទិកឬថង់ប្លាស្ទិកផលិតឡើងពីអ្វីគឺផលិតឡើងពីប្រេងដែលយើងដឹងថាប្រេងឆៅដំបូងគឺយើងបានជា gas ទី2យើងបានជាប្រេងសាំងទី3គឺយកផលិតជាផលិតផលប្លាស្ទិកនេះឯងរហូតមានដល់ទី8ប៉ុន្តែខ្ញុំចង់ប្រើសំខាន់ទៅលើទី3គឺយើងយកប្រេងឆៅដើម្បីផលិតជាប្លាស្ទិកដូច្នេះហើយនៅពេលដែលយើងយកទៅដាក់ចំណីអាហារក្តៅវាពិតណាស់សារធាតុប្លាស្ទិកទាំងនោះនឹងជ្រាបចូលទៅក្នុងចំណីអាហាររបស់យើងឬភេសជ្ជៈរបស់យើងអាចធ្វើឲ្យយើងកើតជាជំងឺមហារីកឬក៏ប៉ះពាល់លើអរម៉ូនផងដែរមួយវិញទៀតនៅពេលដែលយើងបោះចោលសំណល់ប្លាស្ទិកផ្ដេសផ្ដាស់ប្លាស្ទិកទាំងនោះនឹងហោះចូលទៅក្នុងទឹកវានឹងបំបែកជាកតិកទីប្លាស្ទិកនៅតាមអាយុកាលរបស់វាដូច្នេះមច្ឆានៅក្នុងទឹកដូចជាត្រីជាដើមវានឹងស៊ីចំណីប្លាស្ទិកទាំងនោះដែលវាច្រឡំថាគឺជាចំណីអាហាររបស់វាប៉ុន្តែមិនមែនទេវាគឺជាកតិកទីប្លាស្ទិកនៅពេលដែលត្រីវាស៊ីចំណីអាហារកតិកទីប្លាស្ទិកទាំងនោះក្នុងខ្លួនត្រីប្រកបណាស់គឺមានកតិកទីប្លាស្ទិកហើយមនុស្សនៅពេលដែលទទួលទានត្រីដូចទទួលទានប្លាស្ទិកចូលទៅក្នុងខ្លួនដែរដូច្នេះហើយជាកត្តាមួយដែលជំរុញថាឲ្យធ្វើការជំងឺមហារីកនៅពេលអនាគតម្យ៉ាងវិញទៀតវាអាចធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិរបស់យើងផងដែរប្លាស្ទិកច្រើនណាស់យើងពិបាកក្នុងការកម្ចាត់វាចេញបាក់គ្រប់គ្រងដូច្នេះប្រើថវិកាជាតិអស់ច្រើនក្នុងការគ្រប់គ្រងរឿងនេះមួយវិញទៀតវាប៉ះពាល់ដល់បរិស្ថានខ្លាំងមែនទែនពីព្រោះនៅពេលដែលយើងដុតក៏វាប៉ះពាល់កប់ក៏យើងប៉ះពាល់នៅពេលដែលយើងកប់ដីនោះនឹងលែងមានជីជាតិនៅពេលដែលយើងដុតផ្សែងរបស់វានឹងនាំកន្ទិកប្លាស្ទិកជាច្រើនដែលយើងហៅថា microplastic ទៅក្នុងបរិយាកាសនៅពេលដែលភ្លៀងមកភ្លៀងនឹងនាំកន្ទិកប្លាស្ទិកទាំងអស់នោះដែលយើងហៅថាភ្លៀងប្លាស្ទិកពីមុនយើងដឹងថាមានភ្លៀងអាស៊ីតឥឡូវយើងមានដឹងថាភ្លៀងប្លាស្ទិកវាចូលទៅក្នុងប្រព័ន្ធទឹករបស់យើងនៅពេលដែលយើងទទួលទានទឹកវានឹងជ្រាបចូលសារពាង្គកាយរបស់យើងរហូតអាចដល់ខួរក្បាលផងដែរបាទផលប៉ះពាល់យូរអង្វែងរបស់ប្លាស្ទិកយើងត្រូវដឹងថាអាយុកាលរបស់វាសិនអាយុកាលពុកផុយរបស់ប្លាស្ទិកពិតជាត្រូវការពេលវេលាយូរមែនទែនដបទឹកដែលយើងតែងតែប្រើរាល់ថ្ងៃដបទឹកសុទ្ធហ្នឹងឬអាយុកាលរបស់វារហូតដល់450ឆ្នាំទៅវាពុកផុយពាក្យថាពុកផុយវាមិនមែនរលាយទេយើងនៅតែអាចប្រើប្រាស់ប្លាស្ទិកបានប៉ុន្តែសូមជ្រើសរើសប្លាស្ទិកណាដែលអាចប្រើហើយយើងអាចប្រើមកទៀតបានឧទាហរណ៍ប្លាស្ទិកដែលអាចប្រើឡើងវិញបានគឺមានលេខសម្គាល់លេខ2ហើយនិងលេខ5ឬក៏ BPA free មួយទៀតដែលសំខាន់ដែលយើងចង់កាត់បន្ថយប្លាស្ទិកកុំឲ្យមានច្រើនគឺយើងត្រូវប្រកាន់គោលការណ៍មាន5គោលការណ៍ទី1គឺតាក់ទងរឿងយើងត្រូវចេះបដិសេធមានន័យថានៅពេលដែលយើងទិញអ្វីមួយតូចទេគេច្រកថង់ប្លាស្ទិកឲ្យយើងអាចថាខ្ញុំអត់យកទេហើយទី2គឺយើងធ្វើការកាត់បន្ថយតាមរយៈយើងមានដបទឹកផ្ទាល់ខ្លួនយើងមានប្រអប់បាយផ្ទាល់ខ្លួនដូច្នេះពេលដែលយើងទៅធ្វើការយើងច្រកបាយច្រកទឹកផ្ទាល់ខ្លួននៅកន្លែងធ្វើការរបស់យើងមានថាយើងកាត់បន្ថយចេះប្រើឡើងវិញទី3ប្រើឡើងវិញមានថាបើជឿនជាប្រើប្លាស្ទិកហើយសូមប្រើដបប្លាស្ទិកហ្នឹងកាត់ធ្វើជាកំប៉ុងសាប៊ូឬក៏ថូផ្កាឬក៏សម្ភារៈផ្សេងៗដែលយើងគិតថាយើងអាចប្រើវាឡើងវិញបានមួយទៀតគឺយើងចេះកែច្នៃគឺក្នុងរូបភាពមួយយើងលក់តែអេតចាយនឹងប្រម៉ូទរបស់ទាំងនោះចូលទៅក្នុងរោងចក្រនឹងកែច្នៃជាសម្ភារៈប្លាស្ទិកប្រើឡើងវិញម្ដងទៀតចុងក្រោយនេះគឺយើងចេះក្រើនរំលឹកមានថានៅពេលដែលឃើញយើងមិត្តភ័ក្តិរបស់យើងគាត់ប្រើប្រាស់ប្លាស្ទិកយើងក្រើនរំលឹកគាត់ថាប្លាស្ទិកប៉ះពាល់សុខភាពបរិស្ថានទី1ទី2ទី3យ៉ាងនេះដើម្បីចូលរួមកាត់បន្ថយទាំងអស់គ្នាបរិស្ថានយើងស្រស់ស្អាតទាំងអស់គ្នាសុខភាពល្អទាំងអស់គ្នា